នៅថ្ងៃទី28ខែសភាគឺយើងមានការប៉ះនឹងកិច្ចគ្នាផ្ទុះអាវុធធ្វើឲ្យទាហានរបស់យើងបាត់បង់ជីវិតអស់ម្នាក់មិនត្រឹមតែថៃតម្ដែងការសោកស្ដាយមកលើកម្ពុជាទេបែរជាចេញសារព័ត៌មានថាកម្ពុជាជាអ្នកផ្ទុះអាវុធមុនយើងមានកំណត់ទូតបានដាក់ទៅថាឲ្យភាគីថៃក្នុងការស្រាវជ្រាវថាពីណាគេអ្នកបាញ់មុនហើយហេតុអីខ្ញុំសូមបើកមុខកញ្ចក់ថាទាហានខ្ញុំបើសិនជាទៅច្បាំងប្រហែលជាត្រូវពាក់ឯកសណ្ឋានគ្រប់គ្រាន់មុនទៅច្បាំងហើយបើអាយដាមអស់លោកជំទាវឃើញសាកសពរបស់នេះទាហានរបស់ខ្ញុំស្លាប់ក្នុងរូបភាពមួយមិនតន់នឹងស្លៀកពាក់ផងហើយចោទប្រកាន់ថាយើងជាអ្នកបាញ់មុនរឿងនេះកើតឡើងនៅថ្ងៃទី28ខែឧសភាឆ្នាំ2025បន្ទាប់មកខ្ញុំបានទំនាក់ទំនងទៅឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសថៃតែម្ដងផ្ទាល់តែម្ដងនៅថ្ងៃតែមួយបន្ទាប់ពីចូលរួមកម្មវិធីនាគមាសជាមួយអាយដាមសៅសុខាជាមួយភាគីមិត្តចិនចប់ពីនោះខ្ញុំបានទំនាក់ទំនងព្យាយាមចរចាសួរនាំក៏ប៉ុន្តែនៅពេលនោះគឺនៅមានស្ថិរភាពនៅឡើយទេខាងថៃក៏សម្ដែងនៃការសោកស្ដាយអាយដាមរដ្ឋមន្ត្រីការពិចិត្រថៃក៏សម្ដែងនៃការសោកស្ដាយដែលមានរឿងនេះកើតឡើងតែអ្វីដែលជាការប៉ះរំកិច្ចគ្នាបន្តទៀតវាច្រំដែនដោយសារថ្ងៃទី29គឺមេតបជើងគោកនិងមេតបជើងគោករវាងប្រទេសទាំងពីរជួបគ្នាក្នុងការចរចានិងលើកនៅបញ្ហាមួយចំនួននេះហើយក៏ជាខ្ញុំគិតថាវាជាសង្គ្រាមនៃការប៉ះទង្គិចគ្នារវាងកងទ័ពនិងកងទ័ពមិនតែសង្គ្រាមដ៏ធំបំផុតគឺសង្គ្រាមសារព័ត៌មានតែម្ដងបន្ទាប់ពីការជជែកគ្នារវាងមេទ័ពជើងគោកទាំងពីរចេញមកយើងដាក់សេចក្តីថ្លែងការណ៍ខាងថៃគេដាក់3ចំណុចកម្ពុជាយើងដាក់4ចំណុចសួរថាហេតុអីគេថាកម្ពុជាកលិចកលុចឯកភាពគ្នា3ចំណុចប៉ុន្តែយើងចេញថ្លែងការណ៍4ចំណុចរបស់អគ្គបញ្ជាការខ្ញុំសូមជម្រាបដែរថានៅពេលប្រជុំយើងឯកភាពគ្នា3ចំណុចប៉ុន្តែយើងបានលើកឡើងថាកម្ពុជាមិនអាចដកទ័ពចេញពីទីតាំងនោះបានឡើយប៉ុន្តែសេចក្តីថ្លែងការណ៍របស់ថៃគឺមិនបានលើកឡើងចំណុចនេះទេហេតុនេះហើយបានកម្ពុជាត្រូវតែបំពេញចំណុចទី4នេះថាកម្ពុជាមិនដកចេញពីតំបន់នោះទេគឺជាបូរណភាពទឹកដីរបស់កម្ពុជាហើយយើងដកទៅណាទៀតបើដកនៅលើទឹកដីយើងជាផ្ទះរបស់យើងហើយយើងដកទៅណាទៀតអ្នកឯងនៅលើទឹកដីយើងត្រូវតែថយនេះជាចំណុចទី4របស់កងទ័ពជើងគោកដែលបានបញ្ជាក់ហើយគេថាយើងកលិចកលុចបន្ទាប់មកទៀតខ្ញុំនៅបន្តចរចាជាមួយឧបនាយករដ្ឋមន្ត្រីការពិចិត្រថៃថ្ងៃនេះសូមលើកឡើងនេះសូមអភ័យទោសដល់ភាគីមិត្តវៀតណាមប្រជុំជំងាតជាមួយនឹងក្រសួងការពិចិត្រថៃនៅខេត្តសាកែវខ្ញុំសំណូមពរសូមជួបនៅទឹកដីថៃទៀតចូលទៅជួបជជែកគ្នាពីចំណុចផ្សេងបានឯកភាពគ្នាជាច្រើនប៉ុន្តែអ្វីដែលគេសំណូមពរមកខ្ញុំគឺថាសំណូមពរឲ្យកែសម្រួលកងទ័ពនៅតំបន់កន្លែងប៉ះគ្នានៅចិត្តតំបន់សាលារួមចិត្តនេះឲ្យកម្ពុជាសម្រួលទ័ពថយបន្តិចហើយនឹងលែងមានភាពប៉ះគ្នាតទៅទៀតហើយនៅក្នុងកិច្ចប្រជុំនេះខ្ញុំបានបដិសេធថាខ្ញុំមិនអាចធ្វើបានទេចុងក្រោយអាដាមរដ្ឋមន្ត្រីថៃគឺស្នើសុំឲ្យខ្ញុំរាយការណ៍ជូនសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតពីបញ្ហានេះបើសិនជាចង់ចប់នៃការប៉ះទង្គិចគ្នានេះខ្ញុំថាចាំខ្ញុំរាយការណ៍
ជំរាបដែរថាយើងប្រជុំចង្អៀតមនុស្សតិចណាស់នៅក្នុងកិច្ចជំនួបនេះពេលគេខ្ញុំចេញពីសាលប្រជុំធ្វើដំណើរមកមិនទាន់ដល់ព្រំដែនកម្ពុជាផងសារព័ត៌មានក្រៅផ្លូវការរបស់ថៃបានចេញឲ្យថាកម្ពុជាឯកភាពដកទ័ពចេញពីតំបន់មុំបីឥឡូវខ្ញុំសួរថាពីណាកលិចកលុចខ្ញុំមកដល់ព្រះរាជអាណាចក្រកម្ពុជាវិញប្រាប់ទៅក្រសួងការពារជាតិថារៀបចំធ្វើសេចក្តីថ្លែងការណ៍មួយពីកិច្ចជំនួបរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរក្នុងនោះយើងដាក់ច្បាស់ណាស់ក្នុងសេចក្តីថ្លែងការណ៍របស់យើងថាយើងបដិសេធដកទ័ពហើយគេថាឯកភាពនេះថាដកទ័ពមិនហេតុអីចេញសេចក្តីថ្លែងការណ៍ថាបដិសេធនៃការដកទ័ពខ្ញុំថាខ្ញុំមិនដែលនិយាយទេខ្ញុំមានសាក្សីរស់ខ្ញុំមានផុសតាងថាខ្ញុំបានបដិសេធនៅក្នុងកិច្ចជំនួបនោះខ្ញុំយល់ស្របខ្ញុំនឹងរាយការណ៍ទៅសម្ដេចធិបតីហ៊ុនម៉ាណែតពីបញ្ហាដែលថៃបានលើកឡើងតែខ្ញុំមិនដែលឯកភាពថាយើងដកទ័ពនោះទេហើយក្នុងកិច្ចជំនួបគេសំណូមពរថាយើងសម្រួលទ័ពគេប្រើពាក្យថាសម្រួលទ័ពប៉ុន្តែនៅព័ត៌មានក្រៅផ្លូវការគេថាខ្មែរដកទ័ពជាកិត្តិយសរបស់យើងក្នុងនាមកងទ័ពយើងដកទ័ពមានន័យថាម៉េចមិនត្រឹមតែប៉ុណ្្នឹងយើងដកទ័ពទៅណាបើដកទ័ពលើទឹកដីកម្ពុជាយើងដកទ័ពទៅណាចឹងថាយើងបច្ចុប្បន្ននេះគឺឆ្លើយតបនឹងបណ្ដាញសារព័ត៌មានហើយគេថាយើងកលិចកលុចខ្ញុំសូមជម្រាបអង្គពិធីណាបើសិនជាយើងបកទៅក្រោយឥឡូវបច្ចេកវិទ្យាយើងមានគ្រប់ក្នុងបណ្ដាញសង្គម Facebook ឬមួយក៏ TikTok វាមានកំណត់ថ្ងៃខែពេលដែលយើងផុសសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ការពារជាតិនិងជើងគោករបស់ថៃគឺមានកំណត់ថ្ងៃខែច្បាស់លាស់មិនអាចមកបំភាន់បានទេសូមជម្រាបដល់ភាគីមិត្តថៃថាយើងចេញសេចក្តីថ្លែងការណ៍ពន្លឹះរហូតខ្ញុំសូមឲ្យទៅមើលឡើងវិញឲ្យតែកិច្ចជំនួបម្ដងមិនថាថ្នាក់រដ្ឋមន្ត្រីថ្នាក់ជើងគោកឬមួយក៏ថ្នាក់ភូមិភាគគឺថៃចេញសេចក្តីថ្លែងការណ៍មុនរហូតហើយកម្ពុជាចេញសេចក្តីថ្លែងការណ៍ទប់ដោយសារវាមិនដូចនៅអ្វីដែលប្រជុំគ្នានៅក្នុងបន្ទប់ពេលចេញពីក្រៅបន្ទប់មកទៅធ្វើសេចក្តីថ្លែងការណ៍ផ្សេងចឹងហើយកម្ពុជាបកស្រាយបាទតែបច្ចុប្បន្នគេថាយើងកលិចកលុចយើងចោទប្រកាន់គេរហូតខ្ញុំថាត្រឡប់មើលមុនមួយថ្ងៃទី1ថៃចេញសេចក្តីថ្លែងការណ៍ថ្ងៃទី2ខ្មែរចេញសេចក្តីថ្លែងការណ៍ក្នុងការបកស្រាយមិនថាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិជើងគោកក្តីឬមួយក៏ភូមិភាគគឺដូចគ្នាទាំងអស់គឺចេញបែបនេះទាំងអស់ចឹងថាត្រឡប់ទៅមើលឡើងវិញក៏មុននឹងចោទមកកម្ពុជាខ្ញុំនិយាយនេះមិនមែនថាវាបង្អាប់ទៅរាជរដ្ឋាភិបាលថៃទេប៉ុន្តែប៉ុស្តិ៍ទូរទស្សន៍ថៃសារព័ត៌មានថៃមួយចំនួនលើកឡើងវាយប្រហារមកលើការធ្វើការប្រមាថមកលើរាជរដ្ឋាភិបាលប្រមាថមកលើថ្នាក់ដឹកនាំរបស់យើងខ្ញុំសួរមិត្តវៀតណាមបើសិនជាអ្នកចិត្តខាងល្អនឹងទុកលំបាករបស់បងប្អូនអ្នកចិត្តខាងពេលដែលសារព័ត៌មានរបស់ជាតិខ្លួនឯងនេះចេញមកប្រមាថមិត្តខ្លួនឯងតើមានទឹកចិត្តបន្តិចចេញមកការពារឬមួយក៏ឈប់កុំឲ្យលើកឡើងរឿងនេះវាខុសប្រមាថដល់ថ្នាក់ដឹកនាំរបស់ខ្ញុំប្រមាថដល់ប្រជាជនរបស់ខ្ញុំ